ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរចង់បង្ហាញពីមុខម្ហូបបាទឆាជូរអែមឆ្អឹងចំណីជ្រូកបាទអញ្ចឹងសូមពុកម៉ែបងប្អូនទស្សនាដូចតទៅបាទដំបូងនេះយើងធ្វើការបំពងឆ្អឹងចំណីជ្រូកឲ្យក្រៀមសិនដល់ផ្ទះកន្លែងក្តៅដាក់អង្ករវាយើងទៅមានវាចឹងមកហើយយើងពងវាក្រៀមសិនសម្រាប់ឆ្អឹងចំណីជ្រូកនេះបាទដាក់ភ្លើងញ៉ាំតិចៗមកបាទឲ្យវាក្រៀមល្អបាទយើងអាចយកទៅឆាជាមួយនឹងបន្លែនេះក្រៀមល្អហើយយើងតិចទៀតខ្ញុំដួសដាក់ចានបាទត្រៀមនឹងឆាជាមួយបន្លែពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបនេះដែរយើងមានឆ្អឹងចំណីជ្រូកបាទប្រហែលជាទុំ3 ទៅ 4 ខាំបាទហើយដោយសារឆ្អឹងចំណីជ្រូកនេះយើងធ្វើការបំពងរួចហើយយើងធ្វើការឆាជាមួយបន្លែយើងមានពីងប៉ោះបាទខ្ទឹមបារាំងទេហាវ៉ៃទេផ្លោកបាទហើយនឹងម្នាស់ហើយនឹងពោតបាទបន្លែយើងចម្រុះយើងចង់បន្ថែមទៅលើបន្លែផ្សេងៗទៀតក៏បានដែរចំណែកយើងលួចផ្សិតក្រៀមបន្តិចបាទផ្សិតក្រៀមនេះយើងត្រាំឲ្យវារាប់គ្រឿងទេសយើងមានខ្ទឹមសបាទស្លឹកខ្ទឹមគល់ខ្ទឹមទឹកត្រីរ៉ូឌីស្ករប៊ីចេងហើយនឹងប្រេងខ្យងបាទឥឡូវនេះយើងចាប់ផ្ដើមធ្វើការឆាតែម្ដងបន្ទាប់ពីហ្នឹងយើងដាក់ខ្ទឹមសយើងលីងជាមួយខ្លាញ់ជ្រូកទៅមកធ្វើការឆាវាឲ្យជាវតិចព្រាមហើយវាកន្លោយល្អចាក់ទឹកត្រីចូលទីបន្ទាប់ពីហ្នឹងយើងធ្វើការចាក់ឆ្អឹងនេះជ្រូកដែលយើងបំពងរួចហើយហ្នឹងហាជាមួយខ្ទឹមសហ្នឹងហើយយើងធ្វើការចាក់បន្លែចូលបាទបន្លែចាក់ទាំងអស់ក៏បានចាក់ម្ដងមួយមុខក៏បានដែរតែសម្រាប់ខ្ញុំចាក់ទាំងអស់ហ្មងវាស្រួលបាទបន្លែស្រទុំទាំងអស់ត្រឡប់វាមកហើយតមកយើងធ្វើការដាក់គ្រឿងផ្សំចូលដែលយើងរៀបចំមួយនេះចឹងទឹកត្រីយើងថែមទឹកត្រីមិញទឹកត្រីគឺម្សៅស៊ុបរ៉ូឌីហាម្ដងសិន
ប់ពីទឹកត្រីរ៉ូឌីហើយស្ករបន្សក៏បានស្ករក្រហមក៏បានបាទសម្រាប់បន្លែសូមបញ្ជាក់ពុកម៉ែបងប្អូនអាចបន្ថែមទៅលើបន្លែចម្រុះបានបាទអាចមានបន្លែផ្សេងៗដូចជាបាទបន្លាចបាទឬឃ្លោកអីអាចថែមបានដែរចំពោះឆាមួយមុខនេះទៅចំណងចំណូលចិត្តពុកម៉ែបងប្អូនបាទឆាដល់ចុះឡើងចឹងបាទនេះដាក់ថែមទៅលើប៊ីចេងទីខ្លះលួចទៅលើគ្រឿងទេសសម្រាប់ប៊ីចេងហើយនឹងពេញឆោបាទពេញឆោនេះអត់ចោលទេព្រោះវាជួយបន្លែទុនហើយបង្កើនរសជាតិដូចឆ្ងាញ់ត្រឡប់ឡើងថែមភ្លើងទីហើយសូមបញ្ជាក់ពុកម៉ែបងប្អូនសម្រាប់ឆ្អឹងជំនីជ្រូកពុកម៉ែបងប្អូនអាចប្រឡាក់រ៉ូឌីតិចមុននឹងបាទមុននឹងយកទៅបំពងណាព្រោះខ្ញុំប្រឡាក់សម្រាប់រ៉ូឌីសម្រាប់ឆ្អឹងជំនីជ្រូកបាទធ្វើឲ្យក្រៀមល្អហើយធ្វើពណ៌ក៏ល្អដែរក្រហមល្អបាទឆ្អិនបានជុង50% ហើយបាទឥឡូវនេះពុកម៉ែបងប្អូនឆ្អិនถึง 60% ហើយបាទឆាបន្លែហ្នឹងឆ្អិនល្អជាមួយឆ្អឹងជំនីជ្រូកគឺយើងពងឆ្អិនហើយបន្ថែមចឹងពីជិះនេះខ្ញុំនឹងធ្វើការដាក់ចានដើម្បីបង្ហាញពីសម្ព័ន្ធភាពមុខម្ហូបមុខនេះជូនពុកម៉ែបងប្អូនបាទឥឡូវនេះឆ្អិនហើយចឹងខ្ញុំធ្វើការរោយស្លឹកខ្ទឹមគោខ្ទឹមបាទចាំហើយចឹងខ្ញុំនឹងធ្វើការដាក់ចានជូនពុកម៉ែបងប្អូនទស្សនាឥឡូវនេះឆ្អិនយើងដាក់ចានជូនពុកម៉ែបងប្អូនទស្សនាសម្រាប់សម្ព័ន្ធភាពមុខនេះបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបានរីករាយទស្សនាពីដើមរហូតដល់ចប់ជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អរកទិញមានបានជោគជ័យគ្រប់ភារកិច្ចបាទសូមជួយ like និង share subscribe វីដេអូខ្ញុំនេះផងដើម្បីយើងមានកម្លាំងចិត្តអាចធ្វើមុខម្ហូបបន្តជូនពុកម៉ែបងប្អូនទស្សនាបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត